ទៅដល់ទីណាអភិវឌ្ឍនៅទីនោះលោកគូតចម្រើនរៀបចំកែលម្អច្រាំងស្ទឹងព្រែកត្នោតគួរឲ្យទាក់ទាញអភិបាលខេត្តកណ្ដាលលោកគូតចម្រើនបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចុះពិនិត្យវិវត្តភាពដំណើរការសាងសង់កែលម្អច្រាំងស្ទឹងព្រែកត្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកាលពីរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគូតចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងច្រាំងស្ទឹងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំដៅធានាបាននូវសុវត្ថិភាពនិងមានគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគូបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រវែង450ម៉ែត្រក្នុងនោះបានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់100%នៅចុងឆ្នាំ2026ខាងមុខនេះ